បងប្អូនចាជំរាបសួរសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយចាខ្ញុំខានធ្វើវីដេអូបញ្ចូលសម្លេងនេះយូរដែរហើយខ្ញុំមកឆែកមើលវីដេអូចាស់ហ្នឹងដោយសារតែទូរស័ព្ទខ្ញុំហ្នឹងផ្ទុកវីដេអូច្រើនពេកចឹងទៅចេះមួយថ្ងៃហើយមួយថ្ងៃទៀតអត់បានធ្វើវីដេអូបញ្ចូលសម្លេងឲ្យបងប្អូនទស្សនាហើយទស្សនវិជ្ជាដែលខ្ញុំកំពុងតែថតឲ្យបងប្អូនមើលនេះគឺនៅស្រុកបារាំងនៅខ្ញុំគិតថាបើមិនខូលមកគឺ Strasbourg ចាពួកខ្ញុំទៅកាលពេលChristmas ឆ្នាំមុនណាបងប្អូនចាទៅហាងនំពួកខ្ញុំចូលចិត្តនំបារាំងដែលគេដុតនំដូចជានំប៉័ងអញ្ចឹងណានំប៉័ងឬមួយក៏នំក្រសង់អីហ្នឹងឬមួយក៏ប៉័ងដូចឆូកូឡេតអីហ្នឹងពួកខ្ញុំចូលចិត្តហើយប៉ុន្តែទៅហាងនេះខ្ញុំចូលចិត្តអានំកូកូណគេធ្វើនំកូកូទូចៗណានេះនំនេះចាគេមានធ្វើសូកូឡាធ្វើពីសូកូឡាធ្វើពីរសជាតិដូងអីអញ្ចឹងខ្ញុំចូលចិត្តនំហ្នឹងដោយសារខ្ញុំទៅស្រុកម៉ែក្មេកខ្ញុំកន្លែងហាងនំមួយគេធ្វើនំហ្នឹងឆ្ងាញ់អញ្ចឹងចង់សាកអញ្ចឹងណាចាប៉ុន្តែនំរសជាតិដូងហ្នឹងឈ្ងុយតែដូងទេប៉ុន្តែគេដាក់ដូងទុំណាដល់ពេលអញ្ចឹងទៅវាឆ្កាតដល់បងប្អូនចាអត់សូវជាឆ្ងាញ់ហ្មងទេប៉ុន្តែដោយសារឈ្ងុយដូងក៏ទិញសាកទៅខ្ញុំក៏មិនទិញច្រើនអីដែរទិញទូចទេ